មេរៀនទី4ការបំពុលទឹកបង្រៀនដោយលោកគ្រូង៉ែតប៊ុនធឿនតើការបំពុលទឹកគឺជាអ្វីបំពុលទឹកគឺជាការបន្ថែមនូវសារធាតុទាំងឡាយណាដែលធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ទឹកឬសារពាង្គកាយដែលរស់នៅពឹងផ្អែកទៅលើនិងក្នុងទឹកតើសារធាតុបំពុលទឹកគឺជាអ្វីសារធាតុបំពុលគឺជាសារធាតុដែលធ្វើឲ្យមានការបំពុលទឹកតែបច្ចុប្បន្នទឹកត្រូវបានបំពុលតាមរយៈអ្វីខ្លះបច្ចុប្បន្នធនធានទឹកនៅលើពិភពលោកកំពុងតែទទួលរងការបំពុលដោយសំណល់ឧស្សាហកម្មទឹកលូសំអុយសំណល់គីមីល្បាប់មាត់បណ្ដាលមកពីសំណឹកដីការកំពប់ប្រេងនិងសារធាតុចិញ្ចឹមបណ្ដាលមកពីលំហូរកសិកម្មឥតឈប់ឈរតើទឹកលើផ្ទៃដីនិងទឹកក្នុងដីរងនៅការបំពុលតាមរយៈអ្វីខ្លះទឹកលើផ្ទៃដីនិងទឹកក្រោមដីរងនៅការបំពុលតាមរយៈកាកសំណល់ពីទីក្រុងរោងចក្រនិងកសិដ្ឋានតើអ្នកវិទ្យាសាស្ត្របែងចែកការបំពុលទឹកលើផ្ទៃដីជាប៉ុន្មានប្រភេទអ្វីខ្លះអ្នកវិទ្យាសាស្ត្រចែកការបំពុលទឹកលើផ្ទៃដីជាពីរប្រភេទគឺប្រភពចំណុចនិងប្រភពរាយប៉ាយប្រភពចំណុចគឺជាប្រភពដែលចេញពីទីតាំងណាមួយច្បាស់លាស់ដូចជាបំពង់បង្ហូរទឹកសំអុយឬចេញពីរោងចក្រប្រភពរាយប៉ាយគឺជាប្រភពដែលហូរពីកន្លែងផ្សេងចូលទៅក្នុងទឹកតើទឹកក្នុងដីរងការបំពុលដូចម្តេចទឹកក្នុងដីរងការបំពុលនៅពេលទឹកលើផ្ទៃដីរងការបំពុលហើយជ្រាបចូលទៅក្នុងដីតើសារធាតុអ្វីខ្លះដែលនាំឲ្យមានការបំពុលទឹកសារធាតុដែលនាំឲ្យមានការបំពុលទឹកមានបំដុំសារធាតុគីមីពួកប៉ាតូសែនដែលមានដូចជាវីរុសបាក់តេរីនិងប៉ារ៉ាស៊ីតតើប្រភេទនៃសារធាតុបំពុលមានអ្វីខ្លះប្រភេទនៃសារធាតុបំពុលមានដូចជាសំណល់រាវនិងលូទឹកសំអុយជីកសិកម្មថ្នាំសម្លាប់សត្វចង្រៃកម្ទេចកំតើការបំពុលសមុទ្រកើតឡើងពីអ្វីខ្លះការបំពុលសមុទ្រកើតឡើងពីធម្មជាតិនិងសកម្មភាពមនុស្សការបំពុលដោយធម្មជាតិកើតឡើងនៅពេលមានភ្លៀងធ្លាក់ហើយហូរទឹកសាបចូលសមុទ្រច្រើនធ្វើឲ្យកម្រិតជាតិប្រៃផ្លាស់ប្ដូរបណ្ដាលឲ្យសត្វសមុទ្រមួយចំនួនស្លាប់ការបំពុលដោយសកម្មភាពមនុស្សមានដូចជានាវាសំណល់ប្លាស្ទិកសារធាតុពុលនិងការកើនឡើងសារធាតុចិញ្ចឹមការជួយសង្គ្រោះធនធានមហាសមុទ្រដោយសារសមុទ្រធំធេងហើយមិនអាចកំណត់ថាអ្នកណាជាម្ចាស់ឆ្នាំ1989ប្រទេសចំនួន64បានអនុម័តការហាមឃាត់ការចាក់ចោលសារធាតុបារុតសមាសភាពកាបូនប្លាស្ទិកប្រេងនិងកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ចូលក្នុងមហាសមុទ្រអង្គការសហប្រជាជាតិបានបង្កើតព្រំដែនត្រួតពិនិត្យមហាសមុទ្រដោយប្រជាជាតិមួយអាចត្រួតពិនិត្យបាន22គុំពីឆ្នេរហើយត្រួតពិនិត្យធនធានក្នុងទឹកបាន370គុំពីច្រាំង